គ្រូវឹកដែលឈ្នះព្រីមៀរលីកក្នុងរដូវកាលដំបូងព្រីមៀរលីកជាលីកកំពូលដ៏ល្បីនិងមានការប្រកួតប្រជែងខ្លាំងដូច្នេះហើយដើម្បីអាចឈ្នះពានរង្វាន់នេះបានគ្រូវឹកត្រូវការពេលវេលាដើម្បីរៀបចំក្រុមទិញកីឡាករបន្ថែមក៏ដូចជាស្វែងយល់ពីការប្រកួតប្រជែងដ៏លំបាកក្នុងលីកនេះប៉ុន្តែក៏មានគ្រូវឹកមួយចំនួនដែលមិនចំណាយពេលវេលាច្រើនដើម្បីឈ្នះពានរង្វាន់ព្រីមៀរលីកនេះឡើយខាងក្រោមនេះគឺជាអ្នកចាត់ការទូទៅ5រូបដែលដឹកនាំក្រុមឈ្នះជើងឯកព្រីមៀរលីកក្នុងរដូវកាលដំបូងរបស់ពួកគេទី1លោក Jose Mourinho អ្នកចាត់ការរហស្សនាម The Special One បានក្លាយជាគ្រូបង្វឹកតោខៀវនៅក្នុងឆ្នាំ2004បន្ទាប់ពីដឹកនាំ FC Porto ឈ្នះ UEFA Champions League លោក Jose Mourinho អ្នកចាត់ការទូទៅសញ្ជាតិប៉ុកទុយហ្គាល់បានក្លាយជាអ្នកចាត់ការដំបូងបំផុតដែលដឹកនាំឈ្នះជើងឯកលីកកំពូលអង់គ្លេស Premier League ក្នុងរដូវកាលដំបូងដែលខ្លួនដឹកនាំអ្នកចាត់ការ Jose Mourinho បានដឹកនាំ Chelsea ឈ្នះ Premier League នៅរដូវកាល2004-2005 នៅរដូវកាលនោះ Mourinho ដឹកនាំក្នុងលីក38ប្រកួតដោយឈ្នះ29លើកស្មើ8លើកនិងចាញ់តែ1លើកគត់ហើយអ្វីដែលកាន់តែអស្ចារ្យគាត់បានដឹកនាំ Chelsea សុទ្ធចូលគេរហូតដល់72គ្រាប់និងគេសុទ្ធចូលវិញតែ15គ្រាប់ប៉ុណ្ណោះនៅ Premier League រដូវកាលនោះទី2លោក Carlo Ancelotti លោក Carlo Ancelotti ក្លាយជាអ្នកចាត់ការទី2ដែលដឹកនាំក្រុមឈ្នះពានរង្វាន់លីកកំពូលអង់គ្លេសនៅរដូវកាលដំបូងអ្នកចាត់ការអ៊ីតាលីរូបនេះបានដឹកនាំ Chelsea ឈ្នះជើងឯក Premier League នៅរដូវកាល2009-2010និងឈ្នះ FA Cup ថែមទៀតអ្នកចាត់ការ Carlo Ancelotti បានដឹកនាំ Chelsea នៅមុខបិសាចក្រហម Manchester United 1ពិន្ទុនៅចុងរដូវកាលដោយ Chelsea មាន86ពិន្ទុតាមពីក្រោយដោយ Manchester United ដែលមាន85ពិន្ទុទី3លោក Manuel Pellegrini លោក Manuel Pellegrini សញ្ជាតិអេស្ប៉ាញជាអ្នកចាត់ការទី3ដែលឈ្នះ Premier League នៅរដូវកាលដំបូងក្រោមការដឹកនាំរបស់ខ្លួនដោយបាននាំក្រុម Manchester City ឈ្នះ Premier League នៅរដូវកាល2013-2014Man City ក្រោមការដឹកនាំរបស់អ្នកចាត់ការ Pellegrini បានឈ្នះរហូតដល់27ប្រកួតក្នុងចំណោម38ប្រកួតនៅ Premier League នាំមុខក្រុមលីក2 Liverpool ចំនួន2ពិន្ទុហើយអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ Man City បានស៊ុតបញ្ចូលទីគេរហូតដល់102គ្រាប់នៅរដូវកាលនោះទី4លោក Antonio Conte លោក Antonio Conte សញ្ជាតិអ៊ីតាលីដែលដឹកនាំតោខៀវ Chelsea ឈ្នះពានរង្វាន់លីកកំពូលអង់គ្លេសរដូវកាល2016-2017បានក្លាយជាអ្នកចាត់ការទី4ដែលដឹកនាំក្រុមលើកពាននៅរដូវកាលដំបូងអ្នកចាត់ការអ៊ីតាលីរូបនេះបាននាំ Chelsea ឈ្នះ Premier League ដោយនាំមុខក្រុមលេខ2 Tottenham Hotspur ចំនួន7ពិន្ទុនៅចប់រដូវកាលជាមួយនឹងកំណត់ត្រាឈ្នះ30លើកស្មើ3លើកនិងចាញ់5លើកក្នុងចំណោម38ប្រកួតទី5លោក Arne Slot លោក Arne Slot អ្នកចាត់ការសញ្ជាតិហូឡង់ក្លាយជាអ្នកចាត់ការទូទៅទី5ដែលដឹកនាំក្រុមលើកពាននៅរដូវកាលដំបូង2024-2025ក្រោយដឹកនាំ Liverpool មានពិន្ទុនាំមុខដាច់ក្នុងកំពូលតារាង Premier League ទាំងនៅសល់4ប្រកួតដោយ Liverpool បាននាំមុខក្រុមលេខ2 Arsenal រហូតដល់15ពិន្ទុលោក Arne Slot ក៏ជាអ្នកចាត់ការសញ្ជាតិហូឡង់ដំបូងបំផុតដែលឈ្នះ Premier League ផងដែរគួរបញ្ជាក់ថាក្នុងចំណោមគ្រូបង្វឹក5នាក់ដែលឈ្នះ Premier League នារដូវកាលដំបូងមាន3នាក់ដែលដឹកនាំតោខៀវ Chelsea អរគុណសម្រាប់ការចំណាយពេលស្ដាប់បើពេញចិត្តសូមកុំភ្លេចចុច Like និង Subscribe នៅទូវីដេអូដទៃទៀត